ណែនឹងបៀកនឹងក្បាលខ្មៅហើយលុយយើងការសងហ៎លុយយើងមិនបកាច់សងទេប៉ុន្តែយកលុយសិតទៅទិញឡានថ្មីឯណានឹងឯងនេះគឺគួរស្អប់ខ្លាំងណាណែនឹងវេះនឹងឯងនិយាយមកនេះគឺដូចជាមើងងាយយើងពេកហើយណាលុយដែលយើងจะពាក់នឹងឯងនេះក្នុង20ឆ្នាំទៀតគឺយើងនឹងសងហើយណាហើយយើងក៏មិនខ្វះលុយសងនឹងឯងដែរណាគ្រាន់តែយើងមិនចង់សងប៉ុណ្ណោះណាបានហើយយើងជុំនិយាយជាមួយនឹងឯងហើយណាព្រោះថានឹងឯងនេះគឺអត់ប្រយោជន៍ខ្លាំងណាហើយនឹងបៀកនឹងឯងនេះគឺថោកទាបខ្លាំងណាខ្ចីលុយយើងហើយមិនដៀថាយើងថោកទាបទៀតទេបើយើងដឹងថានឹងក្បាលខ្មៅឯងចរិតថោកពីកណ្ដោតអញ្ចឹងក៏យើងមិនឲ្យនឹងឯងខ្ចីលុយដែរណាហើយក៏មិនចង់រាប់រស់នឹងឯងដែរបានហើយផ្ដាច់និស័យមិត្តគ្នាត្រឹមនេះទេណាព្រោះយើងមិនចូលចិត្តមនុស្សចរិតថោកបែបនេះទេណាហើយលុយដែរនឹងឯងជាពាក់យើងនឹងឯងងាប់ទៅទូរេយកទៅណាព្រោះថាយើងនេះឈប់ទានឹងឯងហើយលីហើយណានឹងបៀកនឹងក្បាលខ្មៅនឹងខ្មៅទាំងខ្លួនខ្មៅទាំងឆ្អឹងខ្មៅទាំងចិត្តហើយមនុស្សដូចជានឹងឯងនេះគឺគួរស្អប់ខ្លាំងណាស់និយាយយូរទៅចង់ទៅឆ្លោះហើយតើនេះឥឡូវនេះយើងឈប់ខ្វល់ពីនឹងឯងហើយយើងទៅដេកអេសពូចៃណាចាំប្រុសរបស់យើងវិញណាហើយនឹងឯងចង់ទៅណាក៏ទៅតាក់តងស្អីនឹងយើងចេញឲ្យលឿនទៅគឺយើងពិតជាស្អប់មុខនឹងឯងខ្លាំងណាស់ឃើញមុខនឹងឯងហើយខ្ពើមតែម្ដងហើយផ្ទះយើងវាកាត់ស្អីថ្ងៃនេះអង្គើអញ្ចឹងតិចមីណាគេវាយកដើមឈើមកដាក់លើដំបូលផ្ទះឯងដឹងរោគតែមើលតិចសិនហើយមីតៃហោងណាហ្នឹងមកយកដើមឈើដាក់លើដំបូលផ្ទះឯងនេះគ្មានអ្នកណាឆ្ងាយពីមីក្បាលខ្មៅនឹងទេណាក៏ទៅនឹងនេះគឺវាមិនចង់ជាប់រឿងទេណារកតែឆ្លោះឯងតែម្ដងហើយមិនបានទេបែបនេះគឺយើងពិតជាក្តៅក្រហាយខ្លាំងណាហើយនឹងឯងមករកស្អីទៀតហើយនឹងវេះក្រែងយើងដាច់គ្នាហើយតានឹងបៀកនឹងឯងស្មានតែយើងមិនដឹងអីនឹងឯងបានដកដើមឈើយកទៅគប់លើដំបូលផ្ទះយើងគិតថាយើងមិនដឹងមែនមនុស្សនឹងបៀកឯងនេះគឺចូលចិត្តសន្សំរឿងខ្លាំងណាស់នឹងឯងមិនចង់ជាប់ងាយទេណាលុយដែរនឹងឯងជាពាក់យើងមុខក្រាស់មិនសងយើងហើយនៅហ៊ានយកដើមឈើគប់លើដំបូលផ្ទះយើងទៀតយើងមិនដឹងថាគោះក្បាលនឹងបៀកឯងសាងពីអីទេណាប្រហែលសាងពីអាចហើយមើលទៅនោះបានជាមិនចេះកាត់បែបនេះនោះនឹងវេះនឹងឯងត្រូវចាំក្នុងខួររបស់នឹងឯងទេណានឹងឯងនេះគ្មានសិទ្ធិហាមឃាត់អ្វីដែលយើងធ្វើទេណាក្នុងការភ្នែករបស់យើងនឹងឯងគ្រាន់តែជាស្រីចង្រៃម្នាក់ប៉ុណ្ណោះហើយផ្ដាំមួយទៀតអាលុយដែលយើងជពាក់នឹងឯងហ្នឹងគឺយើងមិនសងទេណាហើយឥឡូវឆាប់ចេញពីផ្ទះចឹងទៅណាគឺយើងពិតជាស្អុយក្លៀកនឹងឯងខ្លាំងណាស់ចេញទៅអូខេអញ្ចឹងនឹងឯងជាអ្នកនិយាយខ្លួនឯងទេណានឹងបៀកពីមុននឹងឯងចាំទេនឹងឯងបានខ្ចីលីអូរបស់យើងស្លៀកហើយចានឆាងដែលនឹងឯងស៊ីរងថ្ងៃនេះក៏ជារបស់យើងដែរណាអញ្ចឹងយើងសូមរត់អស់របស់ទាំងអស់នោះយកមកវិញហើយណាផ្លេចមួយទៀតភ្លើងដែលនឹងឯងតរាល់ថ្ងៃនេះក៏តចេញពីផ្ទះរបស់យើងដែរណាអញ្ចឹងយើងនឹងផ្ដាច់វាចោលហើយណាចាប់ពីថ្ងៃនេះទៅនឹងបៀកឯងនឹងដើរដេកអនាថាតាមផ្លូវហើយណាយើងទៅហើយនឹងឈួត